មកឃ្លានេះរបស់លោក Donald Trump ធ្វើឲ្យទីផ្សារប្រេងនិងមាសចលាចលសួស្តីមកមកលោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារបដូរប្រាក់នេះជាសម្ដីសំខាន់មួយចំនួនរបស់លោក Donald Trump ស្ដីអំពីសង្គ្រាមនៅអ៊ីរ៉ង់ដែលធ្វើឲ្យទីផ្សារសកលប្រែប្រួល We're going to hit them extremely hard over the next 2-3 weeks. We're going to bring them back to the Stone Age where they belong. យើងនឹងវាប្រហារពួកគេយ៉ាងខ្លាំងក្លាក្នុងរយៈពេល2ទៅ3សប្តាហ៍ខាងមុខនេះយើងនឹងនាំពួកគេត្រឡប់ទៅយុគសម័យថ្មីវិញដែលជាកន្លែងពួកគេគួរតែនៅ We're going to finish the job and we're going to finish it very fast. យើងនឹងបញ្ចប់ការងារនេះយើងនឹងបញ្ចប់វាយ៉ាងលឿនណាស់ When it's all over, the United States will be softer, stronger, more prosperous, and greater than it has ever been before. នៅពេលដែលវាបញ្ចប់ទាំងអស់សហរដ្ឋអាមេរិកនឹងសុវត្ថិភាពខ្លាំងក្លារុងរឿងនិងអស្ចារ្យជាងពេលមួយណាក្នុងប្រវត្តិសាស្ត្រ We have all cards, they have none. យើងមានអ្វីៗទាំងអស់នៅក្នុងដៃពួកគេគ្មានអ្វីទាំងអស់លោក Trump ក៏បាននិយាយថា Iran isn't totally really no longer a threat មិនមែនជាការគំរាមកំហែងទៀតទេបន្ទាប់ពីយោធាសហរដ្ឋអាមេរិកបានវាយប្រហារអស់រយៈពេល32ថ្ងៃនិងបានសម្លាប់មេដឹកនាំជាន់ខ្ពស់ជាច្រើនរបស់រ៉ាំលោកថាសង្គ្រាមនេះនឹងបញ្ចប់ very shortly ក្នុងរយៈពេលឆាប់ៗនេះប៉ុន្តែបើគ្មានកិច្ចព្រមព្រៀងនឹងបន្តការវាយប្រហារទៅលើរោងចក្រអគ្គិសនីនិងគោលដៅសំខាន់ៗផ្សេងទៀតសន្ទរកថានេះបានធ្វើឲ្យទីផ្សារប្រេងនិងភាគហ៊ុននិងតម្លៃហាងឆេងមាសមានប្រតិកម្មដោយសារកង្វល់អំពីតម្លៃប្រេងនិងផ្លូវសមុទ្រ Hormuz តម្លៃមាសពិភពលោកកំពុងមានការប្រែប្រួលខ្លាំងក្នុងរយៈពេលថ្មីៗនេះដោយសារស្ថានភាពភូមិសាស្ត្រនយោបាយជាពិសេសសង្គ្រាមអ៊ីរ៉ង់ដែលធ្វើឲ្យមាសត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិសុវត្ថិភាពអ្នកវិភាគនៅតែមិនទាន់បដូរសេណារីយ៉ូសម្រាប់តម្លៃមាសនៅឡើយទេពលដាច់ឈុំមាសទី1នេះតម្លៃមាសនឹងអាចឡើងថ្លៃដល់$7,000ក្នុងមួយតម្លឹង